thank you គិតទៅភាពកក់ក្ដៅពិតជាអស្ចារ្យណាស់ណោះអាចធ្វើឲ្យមនុស្សប្រមាណអ្នកស៊ូទ្រាំនឹងអាកាសធាតុដ៏ត្រជាក់ក្រោម5អង្សាសេបានជាមួយគ្នាភ្នំព្រះគឺជាភ្នំដែលខ្ញុំគិតថាមានអាកាសធាតុត្រជាក់ខ្លាំងបំផុតនៅប្រទេសខ្មែរយើងហើយក៏ជាភ្នំដែលខ្ញុំស្រឡាញ់បំផុតដែរនេះគឺជាពេលវេលាល្អខ្លាំងមែនទែននៅក្នុងការធ្វើដំណើរមកភ្នំព្រះ Hello guys welcome back to my video wow Hello យើងជិតដល់កន្លែងពពកខុសកាត់យើងហើយ Special episode មួយនេះខ្ញុំបានធ្វើដំណើរឡើងភ្នំជាមួយនឹងអ្នកគាំទ្រចំនួន2នាក់ដែលត្រូវបានជ្រើសរើសហើយពួកយើងបានចំណាយរយៈពេល2យប់3ថ្ងៃនៅទីនេះបង្កើតនូវអនុស្សាវរីយ៍ល្អៗជាមួយគ្នានិងស្វែងយល់ពីគ្នាកាន់តែច្រើនជាងមុនក៏សូមអរគុណដល់ Oppo A6 Pro ដែលបានផ្ដល់ឱកាសនៅក្នុងការបង្កើត Special episode មួយនេះបងប្អូនប្រកាសជាចង់ដឹងហើយថាធម្មតានារីចល័តចរគឺជាអ្នកឡើងភ្នំដូច្នេះតើ fan របស់នារីចល័តចរអាចឡើងភ្នំបានជោគជ័យដែរអត់ហើយបើសិនជាជោគជ័យតើគាត់ជួបឧបសគ្គអីគេខ្លះនៅតាមផ្លូវនិងទទួលបានទស្សនីយភាពបែបណាខ្លះនៅក្នុងដំណើរមួយនេះកុំភ្លេចតាមដានទស្សនាវីដេអូពេញទាំងអស់គ្នាណាចង់ដឹងមើលអស់គ្នា Yes